សួស្តីអ្នកនរគ្នាឃើញកម្មវិធី3នេះហើយចឹងខ្ញុំនឹងចែករំលែកតទៅនឹង Microsoft Word ចឹងខ្ញុំសូមបញ្ជាក់តិចថាតទៅនឹង Microsoft Word ខ្ញុំអត់ចែករំលែកតទៅនឹងមេរៀនចូលតែម្ដងទេខ្ញុំត្រូវ detail តទៅនឹងចំណុចនីមួយៗសិនចឹងដើម្បីធ្វើការចូល Word យើងចុច2ដងមកចឹងអ្វីដែលខ្ញុំចង់ចែករំលែកអ្នកនរគ្នាដំបូងយើងដាក់ blank document នេះ point នៅខាងលើអ្នកនរគ្នាចំណុចនៅខាងលើខ្ញុំជឿជាក់ថាអ្នកដែលគាត់រៀន Word នៅតាមសាលាឬអីផ្សេងៗគាត់អត់បានទៅ detail ទេអស់ច្រើនកន្លែង file នឹងរៀនអីគេតែនឹង save និង save as print and something like that ចឹងអ្វីដែលខ្ញុំចង់ចែករំលែកគឺខ្ញុំចែករំលែកចំណុចមួយចឹងប្រហែលជាវីដេអូរៀងច្រើនបន្តិចចឹងដើម្បីកុំឲ្យខាតពេកយើងទៅទាំងអស់គ្នាកន្លែងហ្នឹងគឺយើងមានដូចជា home new information save as print and okay cannot អិនមានតែក្រោមទៀតអ្នកនរគ្នាតែខ្ញុំនេះពេលក្រោយចឹងខ្ញុំសូមចែករំលែកទៅនឹង new ហ្នឹងwait again កន្លែង home នេះយើងមានកន្លែងចុចឯកសារថ្មីអ្នកនរគ្នាយើងធ្វើការវៃជាមួយនឹងឯកសារថ្មីបើសិនជាយើងអត់ចង់ត្រូវការ template ទេយើងចុចរបៀប blank document ហ្នឹងមកក្តារសធម្មតាហើយកន្លែងនេះកន្លែងឯកសារដែលយើងចុចថ្មីគឺវា load នៅនឹងយើងពិបាកទៅ open ពីកន្លែង document ទេពី file explorer ទេយើងអាចមកមើលនៅនឹងបានឯកសារថ្មីហើយមួយទៀតយើងដើម្បីឲ្យងាយស្រួលចំណាំថាណារបៀបថាវាពិសេសផ្សារអីរបៀបថាយើងឧស្សាហ៍រកឧស្សាហ៍អីចឹងយើងដាក់ផ្កាយមកហើយសួរថាយើងទៅរកនៅណាស្រួលរកកន្លែង favorite ហ្នឹងមកចឹងនេះអូខេហើយកន្លែងនេះគឺកន្លែងដូច blank document យើងរកឯកសារថ្មីនឹងដូចគ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាអាច research template មានគ្រប់សពអញ្ចឹងអ្នកទាំងអស់គ្នាអាច research ពាក្យមកឬក៏ចុចតាមនេះក៏បានដែរមាន business ចានឹងតើមានអ៊ីនធឺណិតមាន card fly letter cover letter អញ្ចឹងខ្ញុំអត់ទៅនេះទេអ្នកទាំងអស់គ្នាអាចចុចមើលខ្លួនឯងបាននេះកន្លែង CCV អីសម្រាប់ form យើង CCV អីយើងអាចចុចនៅកន្លែងហ្នឹងបានអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលតាមហ្នឹងទៅណាខ្ញុំគ្រាន់តែផាញ់ត្រួសទេទៅមកអ្វីដែលខ្ញុំចង់ចែករំលែកបន្ទាប់ហ្នឹងគឺ open អ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺសំខាន់មែនទែនយើងអាចយកឯកសារពី drive OneDrive this PC add place កន្លែង add place ហ្នឹងមានន័យថាយើង add ពី OneDrive វា add email របស់យើងណាអ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺសំខាន់យើងអាច save ឯកសាររបស់យើងដាក់ក្នុង file explorer បានប៉ុន្តែនៅពេលដែលកុំព្យូទ័ររបស់យើងខូចឯកសាររបស់យើងនឹងមានន័យបើសិនជាវាខូច error លុបឯកសារលុបអីអស់យើងអាចយកមកវិញបានទេប៉ុន្តែបើសិនជាយើង save ដាក់ក្នុង OneDrive ហ្នឹងយើងអាចយកមកវិញបានដោយសារអីវាដាក់នៅលើ iCloud អញ្ចឹងកន្លែងហ្នឹងយើងចង់កុំព្យូទ័រយើងខូចយើងចង់សាញ់ in email របស់យើងនៅក្នុងទូរស័ព្ទមើលក៏បានដែរគ្រាន់តែយើង download OneDrive ហ្នឹងមកហើយមានភាសាផ្សេងៗដែលយើងអាចចូល email ហ្នឹងដើម្បីមើលឯកសារនៅក្នុងហ្នឹងបានអញ្ចឹងចំណុចសំខាន់គឺ save ដាក់ក្នុង OneDrive ហ្នឹងគឺល្អអូខេចឹងខ្ញុំសូមរំលងតកតងទៅនឹង information ដោយសារនឹងតកតងទៅនឹងការពារឯកសាររបស់យើងអញ្ចឹងវាមានចំណុចច្រើនខ្ញុំនឹងបង្កើតវីដេអូបន្ទាប់វាអាចថាវីដេអូនឹងច្រើនប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចេះនៅចំណុចទាំងអស់ហ្នឹងព្រោះភាគច្រើនយើងចេះតែ save as print អី something like that អញ្ចឹងយើងគួរតែរៀនអស់អញ្ចឹងណាដើម្បីឲ្យយើងអាចដោះស្រាយបញ្ហាផ្សេងៗឧទាហរណ៍ថាឯកសារខ្លះគេដាក់មកយើងនេះគេដាក់ protect restrict edit អត់ឲ្យ edit អញ្ចឹងយើងអត់ដឹងថាដោះឯកសារនឹងមិនទេអញ្ចឹងបើសិនយើងដឹងចំណុចតូចៗទាំងអស់ហ្នឹងវា easy ចង់គេលេងបែបណាគឺយើងអាចនេះបានអញ្ចឹងណាតឯខ្ញុំទៅកន្លែង save កន្លែងនេះ save មានន័យថាឯកសារដែលយើងអត់ធ្លាប់ save ពីមុនឯកសារដែលយើងធ្លាប់ save ហើយអញ្ចឹងយើងគ្រាន់តែចុច save យើងអត់ចង់បដូរឈ្មោះបដូរអីអញ្ចឹងណាយើងចុច save វាធម្មតាមកហើយកន្លែង save as ហ្នឹងមានន័យថាឯកសាររបស់យើងអត់ដែលធ្លាប់ save អញ្ចឹង
យើងចង់ដាក់កន្លែងណាដាក់កន្លែងផ្សាយហ្នឹងមែនចឹងអ្នកនរគ្នា save ចឹងមកអូខេ open អូខេឥឡូវកន្លែងហ្នឹងយើងរើសដូចគ្នាចឹងដាក់ document ក៏បាន download ក៏បានអានេះខ្ញុំគ្រាន់តែចែកឲ្យអ្នកនរគ្នាចឹងណាចឹងវីដេអូនេះមានតែប៉ុណ្្នឹងខ្ញុំនឹងចែករំលែកនៅចំណុចបន្ទាប់ទៅតទៅនេះគេ print ហើយបន្ទាប់មកយើងនឹងមក home មកអានេះ detail អ្នកនរគ្នាអរគុណច្រើនបាយបាយ